Chào xóm số mùi nhóm sale Excel nhóm saleជា PDF បានជាប់តែមួយនឹងឈើវាអត់ជាប់ម្ដងទាំងអស់ឈើធ្វើមិនទៅហ្នឹងខ្ញុំ sale អូខេហ្នឹងហើយដោយសារតែ concept គាត់មានបញ្ហា sale file ជា PDF នៅក្នុង sheet ច្រើនហើយបានតែមួយអញ្ចឹងណាបាទអញ្ចឹងដូចជាឧទាហរណ៍បើសិនជាយើងមាន file នេះ sheet ច្រើនបែបហ្នឹងបើសិនជាយើងចុចcell ធម្មតាចុច cell ធម្មតាបើយើងចុច cell ធម្មតាគឺវាបានតែមួយឧទាហរណ៍ថាខ្ញុំចុច cell A ខ្ញុំចូលកន្លែង browser ហើយខ្ញុំរើសទីតាំងដាក់នៅលើ desktop ហើយខ្ញុំចូលរើសប្រភេទ file ហើយខ្ញុំយក PDF ហើយខ្ញុំចុច save ចេះតែម្ដងអញ្ចឹងវាបានតែមួយ file ទេឃើញទេបាទបានតែមួយទេអញ្ចឹងវាមកទៅបានតែមួយ sheet ទេយើងអត់បានមកទាំងអស់ទេបាទអូខេដើម្បីដោះស្រាយបញ្ហាឲ្យវាបានច្រើន sheet ដែលមានប្រមាណ sheet ក្នុងហ្នឹងឲ្យ save ជា PDF បានតគ្នាច្រើនតែមានតែបងអ្នកទាំងអស់គ្នាចុចទៅកាន់ file ដដែលខ្ញុំបរិចវាឲ្យធំបន្តិចបាទចូលកន្លែង file នៅដដែលមកហើយអ្នកទាំងអស់គ្នារកវាថា cell A ដដែលហ្នឹងខ្ញុំដាក់បរិចហ្នឹងទៅមករៀងដាក់ខូនខ្ញុំយក browser បន្ទាប់មកទៀតខ្ញុំរកកន្លែង desktop យកកន្លែង desktop អូខេហើយអ្នកទាំងអស់គ្នារើសប្រភេទ file ដដែលយក PDF ខ្ញុំបរិចហ្នឹងទៅមករៀងខត select បន្តិចមើលទៅយក PDF អញ្ចឹងមកបន្ទាប់មកទៀតមកដល់កន្លែងនេះអ្នកទាំងអស់គ្នាយក option ខាងក្រោមនេះមកខ្ញុំដាក់ខុសបន្តិចមក option នៅក្នុងកន្លែង array ហ្នឹងយើងឃើញ all អញ្ចឹងហើយយើងយកអញ្ចឹងទៅមកហើយកន្លែងនេះយើងឃើញពាក្យថា public word នោះអញ្ចឹងយើង active sheet ទៅអត់អញ្ចឹងយើងដូរពី active sheet ហ្នឹងទៅជា integrated workbook បានយើងបានមកទាំងអស់បើយើងយក active sheet ហ្នឹងគឺបានតែមួយទេបាទបន្តមកទៀតអ្នកទាំងអស់គ្នាគ្រាន់តែចុច OK មកបាទចុច OK មកហើយអ្នកទាំងអស់គ្នាចុច cell ខ្ញុំដាក់ឈ្មោះមួយសិនកុំឲ្យជាន់អាចារ្យអូខេបន្តមកអ្នកទាំងអស់គ្នាចុច cell រងចាំវាបន្តិចវានឹងsell ឲ្យនេះបាទអញ្ចឹងនៅពេលដែលយើងចុចធ្វើអញ្ចឹងហើយវានឹងទទួលបានទាំងអស់យ៉ាងនេះឃើញទេបាទវានឹង sell បានមកទាំងអស់ពី sheet យើងមានប្រហែលគឺបានមកទាំងអស់អញ្ចឹងហើយបាទអូខេវីដេអូហ្នឹងមានប៉ុណ្្នឹងបើសិនអ្នកទាំងអស់គ្នាធ្វើអត់បានទេអាច comment នៅខាងក្រោមបានបាទអរគុណច្រើនជម្រាបលា